នាំលាភសំណាងនិងលើករាសីសម្រាប់ឆ្នាំជូតទី1ពណ៌ខៀវឬពណ៌ត្បិចតំណាងឲ្យភាពត្រជាក់ត្រជុំភាពរីកចម្រើនភាពរុងរឿងដែលអាចជួយឲ្យការងារឬអាជីវកម្មដំណើរការទៅមុខយ៉ាងរលូនទី2ពណ៌ខ្មៅតំណាងឲ្យទីទឹកដែលត្រូវនឹងធាតុរបស់ឆ្នាំជូតដែលអាចជួយពង្រឹងអំណាចបារមីនិងទាក់ទាញទ្រព្យសម្បត្តិទី3ពណ៌សនិងពណ៌ប្រាក់ដែលជួយបំពេញថាមពលល្អៗទាក់ទាញនៅភាពវិជ្ជមាននិងនាំមកនូវសេចក្តីសុខផងដែរចង់តាក់ទាញលុយកាក់និងលាភសក្ការៈប្រើពណ៌ទឹកបិចឬពណ៌ខៀវឧទាហរណ៍ដូចជាការបូបលុយពណ៌ឡានពណ៌ស្បែកជើងទៅចរចាកិច្ចការងារក្នុងរឿងស្នេហាឬទំនាក់ទំនងគួរប្រើពណ៌សឬពណ៌ផ្កាឈូកស្រាលដើម្បីបង្កើនភាពតាក់ទាញនិងការយោគយល់គ្នាផ្នែកសុខភាពនិងសុវត្ថិភាពគួរប្រើពណ៌ប្រផេះឬពណ៌ប្រាក់ទាំងអស់នេះគ្រាន់តែយោងទៅតាមក្បួនតម្រាពីបុរាណឬជំនឿអរូបីពណ៌ដែលចូលចិត្តអាស្រ័យទៅលើចំណង់ចំណូលចិត្តបុគ្គលម្នាក់ៗផងដែរអរគុណ